មូលហេតុចម្បងទាំង3ដែលនាំឲ្យមានបញ្ហាតើតើនឹងខូចតម្រងនោមមូលហេតុទី1ពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺលើសសម្ពាធឈាមបងប្អូនអរគ្នាដឹងហើយតើកាលណាសម្ពាធឈាមកាន់តែខ្ពស់ប្រូតេអ៊ីនកាន់តែច្រើនត្រូវបានបញ្ចេញទៅក្នុងទឹកនោមមូលហេតុទី2ពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនមានបញ្ហាតើតើនឹងរលាកតម្រងនោមតែកាលណាបងប្អូនមានបញ្ហារលាកតម្រងនោមវាចេញសញ្ញាឲ្យរឿងទី1អាសាឈឺចង្កេះមានបញ្ហានោមមកញឹកហើយមានតើតើនឹងការដែលនោមមកក្តៅហើយរាងកាហាយហើយមានពពុះច្រើនទៀតមូលហេតុទី3គឺមកពីកត្តាតើតើនឹងជំងឺទឹកនោមផ្អែមដោយសារជាតិស្ករនៅក្នុងសរសៃឈាមច្រើនវាធ្វើឲ្យកកកុញនៅក្នុងជញ្ជាំងសរសៃឈាមវាធ្វើឲ្យសរសៃឈាមចាប់ផ្ដើមរុំតូចហើយនឹងស្ទះប្រូតេអ៊ីនត្រូវបានលេចធ្លាយទៅក្នុងទឹកនោមវាបំផ្លាញសមត្ថភាពនៅក្នុងការច្រោះកាកសំណល់ចេញពីក្នុងតម្រងនោមដែលវាធ្វើឲ្យមានបញ្ហាតើតើនឹងខូចតម្រងនោមហើយមុននឹងដល់ដំណាក់កាលដែលមានបញ្ហាតើតើនឹងការដែលយើងលាងឈាមវាឆ្លងកាត់ដោយពីរដំណាក់កាលដំណាក់កាលទី1គឺតើតើជាមួយនឹងដំណាក់កាលដំបូងនៃការខ្សោយតម្រងនោមវាមិនបានចេញជាសញ្ញាឲ្យបងប្អូនដឹងទេលុះត្រាណាតែបងប្អូនទៅឆែកសុខភាពមើលហើយដំណាក់កាលទី2ពាក់ព័ន្ធជាមួយនឹងដំណាក់កាលដែលបងប្អូនចាប់ផ្ដើមមានអាការៈមួយគឺស្លេកស្លាំងលះលហើយអស់កម្លាំងអត់សូវមានធម៌ពលនៅក្នុងខ្លួនអាសាក្អួតអាសាចង្អោរហើយមានបញ្ហាតើតើនឹងលើសសម្ពាធឈាមចុងក្រោយក៏អរគុណដល់ពុកម៉ែបងប្អូនអរគ្នាដែលតាមដានក៏ដូចជាស្ដាប់វីដេអូរូបសម្បត្តិរហូតដល់ចប់កុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទទួលដឹងនូវព័ត៌មានគ្រប់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនបានមើលវីដេអូនេះហើយគឺជាសារដាស់តឿនដែលបងប្អូនកំពុងតែមានបញ្ហាតើតើនឹងជំងឺទាំងអស់ហ្នឹងជាយាមដោះស្រាយឬក៏កែបញ្ហាឲ្យទាន់ពេលវេលាកុំឲ្យបងប្អូនដល់ដំណាក់កាលមួយដែលខូចតម្រងនោមព្រោះមនុស្សយើងសុខភាពសំខាន់មែនតើបងប្អូនអរគ្នាជាទ្រព្យទី1តែកាលណាបងប្អូនបាត់សុខភាពអ្វីគ្រប់យ៉ាងក៏បាត់តាមនឹងដែរ